đây nhầmនឹងធ្វើការបង្ហាញដល់អំពីរបៀបនៃការលុប waste data ដែលនៅក្នុង computer របស់យើងដែលវាអាចធ្វើឲ្យ computer របស់យើងរៀងដើរយឺតអីចឹងណាសម្រាប់អ្នកប្រើ desktop ក៏ដូចជា laptop អីគឺយើងអាចធ្វើបានដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាទំហ៊ានដំបូងអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើ Windows ហើយ R ដើម្បីបើករបស់វាបន្ទាប់មកអ្នកទាំងអស់គ្នាគឺថែពាក្យថា percent k temp percent ហើយចុចពាក្យ enter គេអ្នកទាំងអស់គ្នានឹងឃើញ waste ទាំងអស់នេះអាចជាសម្រាប់ទាំងអស់នេះដែលអ្នកទាំងអស់គ្នាតែងតែ download តែងតែ copy អីទៅវា load ចូលមកអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាគឺការចុចលើ control A បាទចុចទៅលើ control A ទៅហើយវា select ទាំងអស់មានន័យថា control A ហ្នឹងគឺ select all ហើយយើងចុច delete អូខេ delete វាអស់ទៅអ្នកនរគ្នាមិនភ័យខ្លាចវាប៉ះពាល់ដល់ឯកសារផ្សេងទៀតអាហ្នឹងគឺជា waste data មានន័យថាជាសម្រាមទេវាជា data សម្រាមដែលយើងមិនបាច់ចាំទុកវាមិនបាច់ចាំខ្វល់ពីវាទេយើងលុបវាចោលអស់ទៅអញ្ចឹងវាមាន2ជំហានអូខេឥឡូវយើងហើយមករបៀបគេរបៀបមួយទៀតគឺយើងចូលទៅកាន់ Windows ហើយនឹងចុចលើ Windows ហើយនឹង R ដដែលហើយយើងវាយពាក្យថា prefit អូខេដែលអ្នកនរគ្នាទៅវាយតាមខ្ញុំទៅ prefit អញ្ចឹងយើងចុច OK មកវា load ក៏ load ទៅយើងចុច OK មកបន្ទាប់មកយើងឃើញទាំងអស់នេះទៀតយើងចុច Control A select all ហើយ delete វាអូខេអញ្ចឹង delete all បាទបន្ទាប់មកទៀតអ្នកនរគ្នាត្រូវធ្វើមកវិធីសាស្ត្រទៀតដើម្បីបញ្ជាក់ថា clean all គឺយើងចូលទៅកាន់ Windows យើងនេះដដែលហើយយើងបែរពាក្យថា disk clean up បាទនេះគឺ disk clean up អូខេយើងចុចលើ disk clean up ហ្នឹងមកតោះមកយើងចុចលើវាហើយយើង select បាទគេឲ្យយើងទាញមកដាក់កណ្ដាលអ្នកឲ្យ select អា tick អស់មកអូខេអញ្ចឹងនៅក្នុងនេះគឺ waste ទៅក្នុង download ឯងវាលុបចោលទាំងអស់ហើយក្នុងធុងសម្រាមឯង recycle bin ឯហ្នឹងយើងវាសម្អាតឲ្យទាំងអស់អញ្ចឹងអ្នកអរគាត់ចុច OK ទៅហើយចុច delete file ហើយធ្វើការរងចាំវាបន្តិចទៅដើម្បីឲ្យវាធ្វើការ clean window ឲ្យយើងclean មិន clean window ទេសម្អាត computer យើងហ្នឹងហើយឥឡូវយើងចាំវាផ្លែតឥឡូវវាធ្វើការសម្អាតរួចរាល់ហើយអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីឲ្យ Windows ដើម្បីឲ្យ computer ដូចជា laptop របស់យើងរៀងលឿនអ្នកទាំងអស់គ្នាគួរតែអាសាសម្អាតវាទៅហើយអ្វីមួយទៀតនោះគឺកុំឲ្យមានបញ្ហាដល់ computer របស់យើងគឺសូមអ្នកទាំងអស់គ្នាកុំព្យាយាមទុកឯកសារនៅលើ desktop របស់យើងច្រើនពេកវាបណ្ដាលឲ្យយើង run ច្រើនអញ្ចឹងទៅវាធ្វើឲ្យយើងមានបញ្ហា computer យឺតអីចឹងទៅហ្នឹងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់